ធនាគារ Morgan Stanley ព្យាករណ៍ថាធនាគារអឺរ៉ុប ECB នឹងមិនបន្តកាត់អត្រាការប្រាក់ទេក្នុងឆ្នាំ2026 យោងតាមការចុះផ្សាយរបស់គេហទំព័រ investing.com ស្ដីពីអ្នកវិភាគក្នុងធនាគារ Morgan Stanley ដែលពួកគេមិនរំពឹងទេថាធនាគារអឺរ៉ុប European Central Bank នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះដោយសារមើលឃើញពីលទ្ធភាពនៃអតិផរណាអាចកើនឡើងម្ដងទៀតពីព្រោះតម្លៃថាមពលឡើងខ្ពស់ដោយសារចំនួនជាមួយអ៊ីរ៉ង់មុននេះអ្នកយុទ្ធសាស្ត្ររបស់ Morgan Stanley បានព្យាករណ៍ថា ECB នឹងកាត់បន្ថយថ្លៃខ្ចីប្រាក់2ដងក្នុងឆ្នាំ2026គឺម្ដងនៅកិច្ចប្រជុំខែមិថុនានិងម្ដងទៀតនៅខែកញ្ញាការព្យាករណ៍នេះផ្អែកលើការរំពឹងពីសកម្មភាពសេដ្ឋកិច្ចនៅតំបន់ប្រាក់អឺរ៉ូនិងកែលម្អបន្តិចម្ដងហើយអតិផរណានឹងទាបជាងគោលដៅ 2% របស់ ECB ប៉ុន្តែក្នុងការកំណត់សម្គាល់មួយកាលពីថ្ងៃប្រហ័សអ្នកវិភាគរបស់ Morgan Stanley រួមមាន Jen Eisen-Smith និង Song Prong-so Uwat បាននិយាយថាការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់បានផ្លាស់ប្ដូរការគណនារបស់ពួកគេតម្លៃប្រេងនិងឧស្ម័នធម្មជាតិបានកើនឡើងខ្លាំងខណៈការប្រយុទ្ធកាន់តែធ្ងន់ធ្ងរទីផ្សារហិរញ្ញវត្ថុក៏កំពុងតាមដានយ៉ាងជិតស្និទ្ធនៅលើបញ្ហាកកស្ទះនាវាដឹកប្រេងនៅ Strait of Hormuz ដែលជាផ្លូវទឹកសំខាន់នៅភាគខាងត្បូងអ៊ីរ៉ង់ប្រហែល 1/5 នៃការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន LNG របស់ពិភពលោកត្រូវឆ្លងកាត់នៅទីនោះការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័នអាចប៉ះពាល់ខ្លាំងដល់អឺរ៉ុបព្រោះតំបន់នេះជាអ្នកនាំចូល LNG ដ៏ធំតាមផ្លូវ Strait of Hormuz ដូច្នេះរដ្ឋាភិបាលអឺរ៉ុបអាចត្រូវស្វែងរកប្រភពថាមពលផ្សេងៗហើយប្រហែលជាត្រូវបង់ថ្លៃខ្ពស់ជាងមុនសម្រាប់ប្រើប្រាស់ក្នុងការផលិតអគ្គិសនីនិងកម្ដៅអ្នកវិភាគ Morgan Stanley បានលើកឡើងថាដោយសារតម្លៃថាមពលកើនឡើងថ្មីៗនេះអតិផរណានៅតំបន់ប្រាក់អឺរ៉ូទំនងជានឹងនៅលើសគោលដៅរបស់ ECB ក្នុងឆ្នាំនេះអតិផរណាអាចធ្លាក់ចុះក្រោម 2% ម្ដងទៀតនៅឆ្នាំក្រោយប៉ុន្តែវាត្រូវអាស្រ័យលើការត្រឡប់មកធម្មតាវិញយ៉ាងលឿននៃទីផ្សារថាមពលប្រសិនបើការកើនឡើងតម្លៃថាមពលនោះស្ងប់ស្ងាត់ការកាត់បន្ថយអត្រាការប្រាក់របស់ ECB អាចត្រូវបានពិចារណាឡើងវិញប៉ុន្តែអាចកើតឡើងត្រឹមខែមិថុនានិងខែកញ្ញាឆ្នាំ2027ប៉ុណ្ណោះរហូតដល់ពេលនោះធនាគារកណ្ដាលអឺរ៉ុបត្រូវបានរំពឹងថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលជាការវិភាគព័ត៌មាននេះអាចនឹងជះឥទ្ធិពលដល់តម្លៃប្រាក់អឺរ៉ូឲ្យឡើងថ្លៃមកវិញផងដែរបន្ទាប់ពីធនាគារអឺរ៉ុប ECB បានទម្លាក់អត្រាការប្រាក់អស់ជាច្រើនឆ្នាំមកហើយនោះ